3 ខែក្រោយមកពេលនេះខ្ញុំចេះតែគិតពីនាងអញ្ចឹងឬមួយបេះដូងខ្ញុំស្រឡាញ់នាងហើយចោះភីមវិញពេលនេះខ្ញុំវិលវល់អស់ហើយតើខ្ញុំស្រឡាញ់អ្នកណាឲ្យពិតប្រាកដទៅកូនផាយប់ស្មើនេះហើយហេតុអីមកអង្គុយតែម្នាក់ឯងអញ្ចឹងកូនកំពុងតែគិតអីគេអូលោកប៉ានេះលោកប៉ាមិនទាន់សម្រាប់ទេគឺកូនគេមិនលក់អញ្ចឹងទៅមកអង្គុយមើលទេសភាពនឹងណាប៉ាយ៉ាងម៉េចហើយចំការដែលឯងធ្វើនៅពេលនេះរីកចម្រើនដល់ណាហើយពេលនេះគឺធម្មតាទេលោកប៉ាខ្ញុំមានរឿងចង់ប្រាប់លោកប៉ាណាមានរឿងអីឆាប់និយាយមកបើខ្ញុំនិយាយទៅប៉ាកុំខឹងនឹងខ្ញុំណាបើឯងមិនទាន់និយាយផងធ្វើមិនប៉ានឹងថាឯងនិយាយស្អីគឺខ្ញុំបានគឺខ្ញុំនឹងរីយ៉ានៅឯចំការគឺខ្ញុំបានបំពេញទៅលើរីយ៉ាឲ្យលោកប៉ានេះឯងនិយាយស្អីប៉ាស្ដាប់មិនយល់ទេនិយាយត្រង់មកនេះលោកប៉ានៅតែមិនយល់ទៀតទេគឺខ្ញុំបានចាប់រំលោភនាងនឹងលោកប៉ាពេលនេះនាងស្អប់ខ្ញុំខ្លាំងណាស់លោកប៉ាត្រូវតែជួយខ្ញុំផងណាពេលនេះខ្ញុំបានស្រឡាញ់នាងហើយនេះឯងចាប់រំលោភនាងហេតុអីបានឯងធ្វើអញ្ចឹងនេះឯងមិនទុកកិត្តិយសឲ្យយើងទល់តែសោះ3ខែទៅហើយឯងលៀកបាំងនឹងយើងរហូតរឿងនេះយើងត្រូវនិយាយជាមួយសម្បូរហើយបើគេគិតយ៉ាងម៉េចចំពោះឯងនោះយើងជួយឯងមិនបានឬមិនបាននោះសិតតែព្រមវិខិតកំណត់ទៅចោះប៉ាខ្ញុំសុំទោសផងណាប៉ាពេលនេះខ្ញុំបានស្រឡាញ់នាងទៅហើយប៉ាត្រូវតែអង្វរនាងឲ្យខ្ញុំផងណាបានហើយឯងទៅសម្រាប់ចោះថ្ងៃស្អែកនេះប៉ានឹងទៅនិយាយជាមួយសម្បូរឯងកុំបារម្ភអីប៉ានឹងជួយឯងគេក៏បានដើរចេញទៅទាំងទឹកមុខស្រពូនធ្វើឲ្យបេះដូងគេញាប់ញ័រតើថ្ងៃស្អែកទៅជាយ៉ាងណារីយ៉ានេះមកអង្គុយត្រង់នេះទេខ្ញុំខំតែរកនេះឆាតទេនេះឯងមានការអីមែនទេខ្ញុំមកលេចឯងនឹងណាហើយពេលនេះឯងនៅចាញ់ចិត្តទេពេលនេះខ្ញុំអស់អីហើយកូនក៏សុខភាពល្អទៀតកូនដឹងទេថ្ងៃនេះពូឆាតមកលេងកូនណារីយ៉ាខ្ញុំចង់សួររឿងមួយបានទេឯងចង់សួររឿងអីគេនេះឯងមិនចង់ឲ្យគេមកទទួលខុសត្រូវឯងទេខ្ញុំមិនចង់ឲ្យអ្នកណាមកទទួលខុសត្រូវខ្ញុំទេពេលនេះខ្ញុំមានតែស្អប់គេតែប៉ុណ្ណោះហើយពេលនេះខ្ញុំបំភ្លេចគេហើយឆាតឈប់និយាយរឿងហ្នឹងទៅខ្ញុំមិនចង់ស្ដាប់ទេបើអញ្ចឹងឲ្យខ្ញុំមើលថែរីយ៉ាទៅខ្ញុំនឹងមើលថែរីយ៉ាឲ្យបានល្អណាស់ហើយនឹងកូនទៀតផងមើលថែរីយ៉ាឲ្យបានល្អហើយនឹងកូនទៀតផងនេះឯងនិយាយស្អីខ្ញុំមិនយល់ទេយ៉ាងណាយើងទាំងពីរជាមិត្តភក្តិនឹងគ្នាវាមិនអាចទៅរួចទេខ្ញុំស្រឡាញ់ឯងណាខ្ញុំស្រឡាញ់មកយូរហើយឯងមានដឹងទេឲ្យខ្ញុំមើលថែឯងនឹងកូនទៅឆាតយើងជាមិត្តភក្តិល្អនឹងគ្នាវាមិនអាចទៅរួចទេណាមួយខ្ញុំមិនដែលស្រឡាញ់អញទេខ្ញុំចាប់ទុកឯងជាបងប្អូនតែប៉ុណ្ណោះឯងទៅវិញទៅខ្ញុំចង់សម្រាកឬមួយឯងស្រឡាញ់គេហើយបានជាមិនស្រឡាញ់ខ្ញុំឌីយ៉ាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅណាខ្ញុំសន្យាថានឹងមើលថែឯងនឹងកូនឲ្យបានល្អឆាតខ្ញុំសុំទោសណាខ្ញុំមិនអាចស្រឡាញ់ឯងបានទេស្នេហាមិនអាចបង្ខំបានឡើយពេលនេះខ្ញុំចង់នៅតែឯងទៅវិញសិនទៅបានខ្ញុំមិនបង្ខំឯងទេខ្ញុំទៅវិញក៏បានដែរឮសំឡេងអូរអូក៏បានលួចស្ដាប់ឯងរីយ៉ាគេមាននេះឯងគិតថារីយ៉ាមានកូនមែនទេបើអញ្ចឹងមែននោះខ្ញុំសប្បាយចិត្តណាស់ខ្ញុំគ្រាន់តែសន្និដ្ឋានខ្លួនឯងតែប៉ុណ្ណោះខ្ញុំមិនប្រកាសទេថាមានកូនឬអត់នោះប៉ុន្តែថ្ងៃនេះនាងចេះតែមិនស្រួលខ្លួនរហូតខ្ញុំមិនដឹងថាយកមុខខ្ញុំមិនទុកនៅឯណាទេឯងកុំបារម្ភអីបើនាងមានកូននោះខ្ញុំនឹងមកនិយាយជាមួយរីយ៉ាឲ្យផ្ទាល់បើអញ្ចឹងប៉ុណ្្នឹងសិនបានហើយខ្ញុំលាឯងទៅវិញសិនហើយពេលនេះអ្នកទាំងពីរ
បានដឹងរឿងថាខ្ញុំមានកូនហើយតែខ្ញុំគិតយ៉ាងម៉េចទៅគេមិនលក់នៅក្នុងខ្លួនចេះតែរសាប់រសល់មិនដឹងគិតយ៉ាងម៉េចធ្វើឲ្យនាងកាន់តែពិបាកចិត្តលើសដើមរីយ៉ាកូនគេងហើយឬនៅប៉ាមានរឿងចង់និយាយជាមួយកូនតើប៉ាអាចនិយាយបានទេរីយ៉ានេះយប់ជ្រៅណាស់ហើយប៉ាមានរឿងអីចង់និយាយជាមួយខ្ញុំចាំព្រឹកស្អែកបានទេមិនបានទេកូនប៉ាមានរឿងចង់និយាយឥឡូវនេះបើកទ្វារឲ្យប៉ាមកកូនបើអញ្ចឹងប៉ាចូលមកខ្ញុំមិនចាក់សោទេពេលនេះកូនយ៉ាងម៉េចហើយបានធូរហើយឬនៅខ្ញុំមិនអីទេលោកប៉ាខ្ញុំជេរហើយរីយ៉ាប៉ាចង់សួររឿងមួយកូននិយាយប្រាប់ប៉ាឲ្យត្រង់បានទេបើប៉ាដឹងហើយក៏ខ្ញុំមិនលាក់បាំងទៀតដែរមែនខ្ញុំមានកូនមែនឲ្យខ្ញុំសុំទោសផងណាប៉ាតែខ្ញុំធ្វើខ្លួនមិនបានល្អរឿងដែលប៉ានិយាយជាមួយពូវុធីពីល្ងាចមិញខ្ញុំបានស្ដាប់ឮអស់ហើយពេលនេះខ្ញុំមិនដឹងថាគិតយ៉ាងម៉េចទេនេះកូនសម្រេចចិត្តហើយមែនទេថាកូនគិតបែបនេះតែប៉ាមិនចង់ឲ្យចៅប៉ានេះកុំព្រាឪពុកទេកូនគិតបើច្បាស់លឺណាប៉ាទៅសិនហើយប៉ាយ៉ាងម៉េចហើយប៉ាតើគេព្រមទេប៉ានេះឯងមានមុខមកស៊ូទៀតឯងធ្វើអីមិនចេះគិតទេឯងធ្វើឲ្យយើងអាម៉ាស់មុខមែនបានន័យថាម៉េចលោកប៉ាឯងមានដឹងទេថារីយ៉ាពេលនេះគេមានកូនហើយគេមានកូន3ខែហើយឯងគិតយ៉ាងម៉េចថាម៉េចលោកប៉ារីយ៉ាមានកូនអញ្ចឹងមែនទេខ្ញុំខ្លាចជាឪពុកគេហើយលោកប៉ាបើអញ្ចឹងខ្ញុំទៅរកនាងសិនឈប់សិនគេមិនទាន់អនុញ្ញាតឲ្យឯងទៅទេនេះឯងចង់ទៅលោកប៉ាខ្ញុំចង់ទៅជួបនាងលោកប៉ាកុំខាត់ខ្ញុំអីខ្ញុំត្រូវតែនិយាយឲ្យដាច់សាច់ឲ្យលោកប៉ាបើឯងចង់ទៅក៏ទៅចោះប៉ាជួយពូឯងសំណាងល្អបាទប៉ាឆាតថ្ងៃនេះឯងជូនគ្នាទៅដើរលេងនៅចម្ការបានទេព្រោះខ្ញុំនៅផ្ទះយូរទៅដូចជាថប់ថប់ណាស់ខ្ញុំចង់រស់នៅបែបស្ងៀមស្ងាត់ណាឆាតបើអញ្ចឹងខ្ញុំនាំឯងទៅសម្រាប់នៅចម្ការគ្នាចុះគ្នាក៏ចង់ទៅមើលចម្ការគ្នាដែរបើអញ្ចឹងយើងទៅថ្ងៃនេះទៅព្រោះខ្ញុំមិនចង់នៅផ្ទះទេនេះឯងចង់ទៅថ្ងៃនេះអញ្ចឹងហ៎បើអញ្ចឹងឯងប្រាប់លោកអ៊ំហើយឬនៅខ្ញុំបានប្រាប់ហើយថាខ្ញុំទៅលេងចម្ការឯងបាន 4-5 ថ្ងៃបើអញ្ចឹងយើងទៅទួនមេឃត្រជានេះឯងមិនខ្លាចមេឃក្តៅទេឆាប់ទៅទៅក៏ទៅដែរវើយជំរាបសួរលោកពូសុខសប្បាយទេអូក្មួយផានេះក្មួយមានការអីមែនទេបានជាមកដល់ផ្ទះពូបែបនេះលោកពូក៏ដឹងដែរថាខ្ញុំមកនេះចង់និយាយរឿងអីនោះពេលនេះរីយ៉ានៅទេខ្ញុំចង់និយាយជាមួយនាងពេលនេះក្មួយមកខកជើងហើយរីយ៉ាគេមិននៅទេក្មួយអាចនិយាយជាមួយពូបានប៉ុន្តែខ្ញុំចង់និយាយជាមួយនាងគឺខ្ញុំមានរឿងសំខាន់ផងលោកពូរឿងសំខាន់ឯងមកនិយាយរឿងរីយ៉ាមានកូននឹងមែនទេបើចង់ទទួលខុសត្រូវតែស៊ូរីយ៉ាសិនតើគេព្រមឬអត់ពេលនេះក្មួយត្រឡប់ទៅវិញសិនទៅចាំនាងត្រឡប់មកវិញចាំមកនិយាយគ្នាម្ដងទៀតលោកពូខ្ញុំសូមបងប្រាប់ខ្ញុំមកថារីយ៉ាគេនៅឯណាខ្ញុំចង់និយាយជាមួយនាងហើយពេលនេះខ្លាំងណាស់ខ្ញុំនឹងទទួលខុសត្រូវទាំងអស់ឲ្យខ្ញុំធ្វើអ្វីក៏ព្រមដែរលោកពូប្រាប់ខ្ញុំមកថារីយ៉ានៅឯណាបើក្មួយស្រឡាញ់រីយ៉ាបែបនេះពូក៏មិនហាមឃាត់ដែរពូប្រាប់ទៅចោះថារីយ៉ាគេនៅឯណាកូនរីយ៉ាគេនៅចំការមួយឆាតខ្ញុំនឹងផ្ញើទីតាំងឲ្យឯងឆាប់ទៅហើយពូសូមជូនពូឯងសំណាងល្អអរគុណហើយលោកពូបើអញ្ចឹងខ្ញុំទៅសិនហើយបានមកដល់ចំការភ្លាមចិត្តគេនឹកដល់គ្រាដែលគេនៅចំការនីផាគេនឹកដល់រឿងរ៉ាវទាំងអស់ធ្វើឲ្យចិត្តគេបំភ្លេចមិនបានជាពិសេសនីផាធ្វើបាបសពសាលពើឆាតនេះចំការឯងធំដល់ហើយក៏ស្អាតទៀតផងបរិយាកាសក៏ត្រជាក់ទៀតនេះឯងចូលចិត្តទីនេះមែនទេចឹងឯងនៅអាយុយូរទៅគ្នាមិនថាអីទេទោះឯងនៅប្រហែលឆ្នាំប្រហែលខែក៏គ្នាព្រួបដែរពិតមែនណាឆាត
ប៉ុន្តែខ្ញុំមិនចង់រំខានឯងយូរទេណាមួយខ្ញុំមិនចង់ឲ្យឯងពិបាកចិត្តដោយសារយើងទេយើងក៏មានកូនទៀតមិនអីទេរីយ៉ាខ្ញុំឃើញឯងសប្បាយចិត្តបែបនេះខ្ញុំក៏សប្បាយចិត្តដែរទោះឯងមិនបានស្រឡាញ់គ្នាក៏ដោយឲ្យតែបានឃើញមុខឯងគ្នាអស់ចិត្តហើយនេះលោកពូថាចំការនៅម្ដុំនេះហេតុអីបានខ្ញុំរកមិនឃើញអញ្ចឹងនៅម្ដុំនេះក៏គ្មានមនុស្សដើរទៀតតើខ្ញុំគិតយ៉ាងម៉េចទៅបើអញ្ចឹងខ្ញុំដើរទៅមុខបន្តិចទៀតមើលក្រែងរកឃើញនាយផាក៏បានដើរបន្តទៅមុខទៀតរកឃើញចំការដែលគេរកនោះនាយផាក៏រីយ៉ាកំពុងនិយាយគ្នាយ៉ាងសប្បាយគេក៏បានខឹងយ៉ាងខ្លាំងហើយក៏ដើរចូលទៅទាំងកំហឹងរីយ៉ាខ្ញុំស៊ូឯងតាមត្រង់ណានេះឯងកំពុងតែរត់គេចគេមែនទេខ្ញុំដឹងណាថាឯងដើរលេងនេះមិនមែនឯងដើរលេងតែម្យ៉ាងទេគឺឯងរត់គេចពីគេខ្ញុំមិនបានរត់គេចពីគេទេខ្ញុំនឹងគេគ្មានពាក្យប៉ុននឹងគ្នាឡើយតាំងពីថ្ងៃនោះមករឿងដែលខ្ញុំមានកូនជាមួយគេនោះគឺជាការបង្ខំតែប៉ុណ្ណោះខ្ញុំចង់ស៊ូឯងមួយទៀតឯងមានចិត្តលើគេខ្លះទេសូម្បីតែពេលនេះក៏ខ្ញុំមិនចង់ឃើញមុខគេផងឲ្យខ្ញុំស្រឡាញ់គេគ្មានផ្លូវទេទោះបីខ្ញុំមានកូនជាមួយគេក៏ដោយក៏ខ្ញុំមិនព្រមស្រឡាញ់គេដែរនេះនាងមិនស្រឡាញ់ខ្ញុំមែនទេនាយផាឮគេនិយាយបែបនេះហើយធ្វើឲ្យបេះដូងគេឈឺចាប់ជាខ្លាំងខំមកអង្វរគេបែកគេនិយាយបែបនេះតែគេមិនព្រមចោះចាញ់ឡើយ